បាទអរគុណអញ្ចឹងថ្ងៃនេះបានជួបជាមួយនឹងបងប្រុសបាទអញ្ចឹងសូមបងជួយណែនាំឈ្មោះតិចណាបងបាទខ្ញុំបាទឈ្មោះម៉ាន់សាលីដែលនៅក្នុងភូមិក្បាលខ្លានេះនេះភូមិក្បាលខ្លាភូមិមួយដែរបងភូមិក្បាលខ្លាឃុំស្អីសម្បូរហ្នឹងសុកសម្បូរខេត្តស្ទឹងត្រែងខេត្តកញ្ចេះនេះកញ្ចេះណាមិនតដល់ស្ទឹងត្រែងទេស្ទឹងត្រែងក្រោយនេះបាទអូជាប់អញ្ចឹងមានន័យថាវាជាប់ព្រំប្រទល់ជាមួយនឹងខេត្តស្ទឹងត្រែងបាទឆ្ងាយមែនតើហើយបងបានដូចជាបានទៅសិក្សាជាមួយនឹងខាងបាទលោកគ្រូសុផានៅក្នុងវគ្គមួយដែលគាត់បានបរៀនតាក់ទងជាមួយនឹងតំណាំចន្ទទីបាទថ្ងៃនេះមកដល់ចការបងផ្ទាល់តែម្ដងបាទអញ្ចឹងបន្ទាប់ពីបងបានទៅអាចថាសិក្សាឬក៏យល់ដឹងស្វែងយល់បន្ថែមជាមួយនឹងលោកគ្រូនឹងបន្ទាប់ពីបានរៀនហើយបងមានអីជាការអភិវឌ្ឍឬក៏មានអីដែលអាចខ្ញុំចង់ដឹងថាបងទទួលបានអីខ្លះដែរនៅក្នុងការសិក្សាហ្នឹងបាទអរគុណច្រើនការខ្ញុំមិនទាន់រៀនបាទខ្ញុំនិយាយការខ្ញុំមិនទាន់រៀនប្រើតាមក្បួនបុរាណយើងដាក់ជីអាចគោខ្លះទៅបោចអំបិលខ្លះទៅអំបិលទៀតហើយទៅប្រើថ្នាំតាពីដូចថាគេថាតាមដែលថាគេថាអានេះត្រូវដាក់អានេះកុំអត់អានោះត្រូវទៀតដាក់អានោះទៀតអញ្ចឹងវា2 3ឆ្នាំចំណាយលុយអត់ប្រយោជន៍ប៉ុន្តែក្រោយពីខ្ញុំបានទៅរៀនវគ្គសិក្សា2ថ្ងៃរួចខ្ញុំចំណាញ់ពេលវេលាហើយចំណាញ់ទាំងលុយទៀតដោយសារអីដោយសារអ្វីដែលខ្ញុំកំពុងតែធ្វើរាល់ថ្ងៃនេះរដូវកាលនេះពួកខ្ញុំដាក់ខុសតែពេលខ្ញុំរៀនរួចខ្ញុំមកដាក់ត្រូវបាទត្រូវតាមចំណុចដំណាក់កាលរបស់វាដូចថាការទី1ជំរះស្មៅធ្វើឲ្យមានជីកំប៉ុស្តទៅទី2ឲ្យយើងដាក់បោចតបោទៅទី3យើងម្សៅកបោបាទទី3យើងដាក់ជីធម្មជាតិទៅចឹងធ្វើឲ្យខ្ញុំចំណេញច្រើនហើយសង្ឃឹមថាឆ្នាំនេះខ្ញុំនឹងចូលរួមជាមួយលោកគ្រូក្រុមការងារមួយឆ្នាំពេញដើម្បីទទួលលទ្ធផលពីស្វាយចន្ទទីនេះបាទអញ្ចឹងជារួមមកបងបានដឹងក្នុងដំណាក់កាលនីមួយនៃការធ្វើដំណាំស្វាយចន្ទទីបាទហើយក៏បងមិនមែននឹងធ្វើទៅម្នាក់ឯងដែរគឺមានការប្រឹក្សាបន្តទៀតជាមួយលោកគ្រូជាមួយនឹងក្រុមការងារមែនទេបាទចឹងបាទអញ្ចឹងអរគុណមែនតើអញ្ចឹងសង្ឃឹមថានៅក្នុងឆ្នាំនេះយើងនឹងសហការជាមួយគ្នាជាដៃគូដើម្បីពិភាក្សារឿងយើងនេះគឺដោយសារបងជាអ្នកអនុវត្តផ្ទាល់អញ្ចឹងខាងក្រុមហ៊ុនក៏ដូចជាយើងមានជាធាតុចូលខ្លះហើយមានធាតុចូលមួយចំនួនដូចជាខាងគីមីឬក៏ថ្នាំអីផ្សេងហ្នឹងគឺយើងត្រូវធាតុសកម្មដែលត្រូវជាមួយនឹងដំណាំគឺជារួមការធ្វើបបងនៅក្នុងឆ្នាំនេះគឺការកាត់បន្ថយការចំណាយមែនទេបងកាត់បន្ថយខ្លាំងណាស់បាទពួកបងបានបញ្ជាក់ជូនហើយថាការចំណាយរបស់បងជារៀងរាល់ឆ្នាំហ្នឹងគឺចំណាយឆ្វេងស្ដាំទៅតាមអនឡាញខ្លះទៅតាមខាងដូចអ្នកចការចិត្តគ្នាអីប្រាប់ចឹងទៅអញ្ចឹងវាអត់ទាន់ថាចំគោលដៅឬក៏ដែលធ្វើយ៉ាងណាឲ្យវាចំណេញបាទមែនទេបងវាខាតច្រើនណាខាតថាការអត់ទាន់រៀនវាខាតកន្លែងថាគេថាអូប្រើថ្នាំកនេះត្រូវទៅទិញទៅបន្ទាប់ទៀតថាអូខនេះត្រូវទៅទិញទៀតទៅធ្វើឲ្យចន្ទទីនឹងវាត្រូវជាខូចវិញការធ្វើឲ្យចន្ទទីជាខូចដោយសារយើងប្រើថ្នាំវាច្រើនតង់ពេកបាទហើយឆ្នាំនេះសង្ឃឹមថាយើងដាក់តាមលក្ខណៈរបស់វាដោយថាលោកគ្រូបានណែនាំយ៉ាងម៉េចយើងដាក់តាមស្តង់ដាររបស់វាទៅណាបាទនឹងសង្ឃឹមថាទទួលបានផលច្រើនជាពិសេសខ្ញុំអរណាស់ដែលបានទៅរៀនចំណាយលុយ550នេះគឺខ្ញុំអត់ស្ដាយទេបាទដោយសារខ្ញុំមានចំណេះដឹងទៅមុខទៀតក្នុងការតំណាក់តំណងជាគ្រប់ហើយនឹងការអនុវត្តជាក់ស្ដែងលោកគ្រូក៏បានចុះមកដែរអញ្ចឹងសង្ឃឹមថាអ្នកចំនួនក្រោយឬក៏អ្នកមកក្រោយទៀតចូលរួមមករៀនវគ្គបំពន់បន្ថែមពីព្រោះកុំធ្វើដល់ល្ងងខ្លៅកាលណាធ្វើដោយល្ងងខ្លៅដូចខ្ញុំនេះខ្ញុំចំណាយលុយរាប់ពាន់ដុល្លារទទួលផលមិនបានតិចណាឆ្នាំនេះបាន1តោនឆ្នាំនេះបាន1តោនមហត្តាបាទគេប្រើលក្ខណៈតិចតួចគេបានជាង1តោនអញ្ចឹងវាពិបាកចឹងវាថាយើងស៊ីសងអត់ត្រូវហ្មងការចំណាយរបស់យើងជាមួយនឹងចំណូលបាទវាខូចដីទៀតនេះបាទអីទីថាចំណាយវាច្រើនហើយចំណូលបានតិចហើយវាខាតហើយវាថែមទាំងធ្វើឲ្យប៉ះពាល់ទៅអាឆ្នាំបន្តទៀតសារយើងប្រើផលិតផលផ្សេងឬក៏ចេះតែប្រើទៅតាមថាមើលឃើញចុះឡើងទៅវាឃើញខូចដីយើងបន្តទៀតខូចបាទអញ្ចឹងអរគុណមែនតើអញ្ចឹងសូមតាបងប្អូនទាំងអស់គ្នាដែលអាចធ្វើការវិនិយោគសំខាន់ជាងគេហ្នឹងគឺទៅចំណេះដឹងហ្នឹងហើយបាទចំណេះដឹងហ្នឹងហើយបាទអញ្ចឹងចំណេះដឹងយើងមិនមែនថាទៅរៀនឬក៏អីយើងទៅស្វែងយល់ពីគ្នាហើយទៅត្រូវរកតែប្រភពណាឲ្យច្បាស់លាស់ព្រោះយើងឃើញនៅក្នុងបណ្ដាញសង្គមជាច្រើនហើយដែលគាត់មានការចែករំលែកហ្នឹងតែការចែករំលែកខ្លះក៏វាអត់មានប្រភពដើមឬក៏មានដំណាស់អំណាងដែលត្រឹមត្រូវអញ្ចឹងទាមទារឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាអាចស្វែងរក
ក្រុមហ៊ុនឬក៏គ្រូបច្ចេកទេសណាមួយហើយអាចធ្វើការប្រឹក្សាជាមួយគាត់ចឹងដូចបងបាននិយាយចឹងគឺមានការប្រឹក្សាគ្នាតាក់ទងជាមួយនឹងការត្រូវប្រើអីព្រោះយើងដឹងថាបន្ទាប់ពីរដូវវស្សានេះគឺនឹងមានការឡើងកម្ដៅមួយអញ្ចឹងយើងត្រូវត្រៀមបាទហើយត្រៀមនេះគឺយើងត្រូវត្រៀមលក្ខណៈជាច្រើនដែលជាជំហានដើម្បីធ្វើណាធ្វើយ៉ាងណាឲ្យដើមចន្ទីរបស់យើងនឹងទទួលបានផលឆ្នាំក្រោយអញ្ចឹងអរគុណបងអរគុណច្រើនបាទអរគុណបាទសុខសប្បាយ